ទម្រង់ឱសថទម្រង់ជាឱសថគ្រាប់និងក្នុងមួយគ្រាប់មានសារធាតុសកម្មអាស្ពីរីន500មីលីក្រាមចំណាត់ថ្នាក់ឱសថជាឱសថបំបាត់ការឈឺចាប់ឱសថបញ្ចុះកម្ដៅឱសថប្រឆាំងទៅនឹងការរលាកនិងអង់ទីអាក្រេកង់ប្លាកេតាសកម្មភាពរបស់ឱសថលើសារពាង្គកាយជាឱសថបំបាត់ការឈឺចាប់ឱសថបញ្ចុះកម្ដៅឱសថប្រឆាំងទៅនឹងការរលាកនិងអង់ទីអាក្រេកង់ប្លាកេតាការកបនឹងជំងឺសម្រាប់បំបត្តិការឈឺចាប់កម្រិតស្រាលនិងមធ្យមបំបត្តិគ្រុនក្តៅ fever របៀបប្រើប្រាស់ឱសថអាស្ពីរីនលេបជាមួយទឹក1 កែវពេញត្រូវលេបក្នុងកំឡុងពេលពិសាបាយកម្រិតនិងរយៈពេលប្រើប្រាស់កម្រិតប្រើប្រាស់ធម្មតាប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យគឺ3ក្រាមក្នុងមួយថ្ងៃដែលលេប1គ្រាប់500មីលីក្រាមមិនឲ្យលើសពី6ដងក្នុងមួយថ្ងៃរយៈពេលប្រើប្រាស់គឺអាស្រ័យតាមស្ថានភាពជំងឺផលរំខានគឺមានផលរំខានទៅលើប្រព័ន្ធផ្លូវអាហារហូរឈាមក្នុងក្រពះឬដំបៅក្រពះទៅលើប្រព័ន្ធ system nervous central ហឹងត្រចៀកឈឺក្បាលទៅលើផ្នែក hematologic ធ្វើឲ្យមានការហូរឈាមខ្លាំងការហាមប្រើចំពោះអ្នកជំងឺទាំងឡាយណាដែលមានប្រតិកម្មជាមួយអាស្ពីរីនឬឱសថស្ថិតនៅក្នុងក្រុម AENS Osea Gastro-duodenal on Evolution និងស្ត្រីបំបៅកូនអន្តរកម្មឱសថអាស្ពីរីនមានអន្តរកម្មឱសថជាមួយនឹងអង់ទីកូអាកូឡង់អូរ៉ូអេអូត្រ AENS មេតូត្រិកសាតអេប៉ារីនអេអង់ទីយ៉ាបេតិកអាំងស៊ុយលីនក្លូប្រូប៉ាមីតឌីអ៊ុយរេតិក inhibitor de l'enzyme de conversion ERC ការប្រុងប្រយ័ត្នឱសថអាស្ពីរីនមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះអ្នកជំងឺដែលមានអាយុក្រោម6ឆ្នាំអ្នកជំងឺ GUT និងមេត្រូរ៉ាជីទេឱសថនេះក៏អាចអនុញ្ញាតឲ្យប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺមានប្រវត្តិដំបៅក្រពះឬហូរឈាមនៅក្រពះពោះវៀនអាំងស៊ុយហ្វេសុងរ៉េណាល់និងជំងឺ HERD អ្នកដែលប្រើប្រាស់ dispositive intrauterine ការថែរក្សាឱសថអាស្ពីរីនត្រូវរក្សាទុកក្នុងបន្ទប់មានសីតុណ្ហភាពមិនលើសពី30អង្សាសេ